nhiệt mậtទាំងអស់មានសទ្ធាធ្វើតេកណានុប្រទានទិសសល់ជូនដល់លោកឈួរឈុនហួរបានធ្វើមរណកាលទៅ3ឆ្នាំអឺជាការជូនដំណើរក្នុងជាតិនេះวันវិលវល់នឹងគង់ជួបគ្នាវិញក្នុងទម្រង់ជាអីមិនដឹងឯជាបងជាប្អូនជាមីងជាមាជាកូនជាចៅអីចឹងទៅដោយសារសង្សារវដ្តនឹងវិលកង់ទៅកើតចាស់ឈឺស្លាប់ត្រឡប់មកកើតចាស់ឈឺស្លាប់វិញអញ្ចឹងក្នុងនាមថាជាញាតិដែលបានជួបគ្នាពេលបច្ចុប្បន្នហ្នឹងយើងមានឧបនិស្ស័យជាស្វាមីជាឪពុកជាកូនអីចឹងយើងដល់ពេលគាត់ត្រឡប់ទៅវិញយើងជូនដំណើរជាបុណ្យជាកុសលជូនលុយជូនកាក់អីទៅទៀតក៏គាត់ចាយមិនបានអញ្ចឹងមានតែទានដែលខ្ញុំបានធ្វើនេះខ្ញុំសូមជូនដល់ស្វាមីសូមជូនដល់លោកឪពុកបុណ្យហ្នឹងបានដល់សេចក្តីល្អដែលភរិយាដែលកូននឹងនឹកឃើញគាត់ណាទឹកចិត្តស្រឡាញ់អញ្ចឹងចង់ឲ្យគាត់បានសុខគាត់ធ្វើទាននឹងសូមឲ្យបងសូមឲ្យពុកសូមឲ្យប៉ាទទួលចំណែកទាននេះហើយសូមឲ្យបានសេចក្តីសុខចុះបើគាត់បានដឹងគាត់បានឮគាត់ត្រេកអរគាត់បានទទួលចំណែកបុណ្យហ្នឹងគាត់ថាយើងគ្មានញាណឯណានឹងទៅដឹងថាគាត់ទៅកើតជាអីហើយគាត់ទទួលបានឬមិនបានអានឹងយើងមិនដឹងទេគាត់ថាបំពេញកតបកិច្ចយើងជាគ្រួសារពេលយើងធ្វើទានអញ្ចឹងហើយយើងអាចនឹងប្រាប់ខ្លួនឯងថាអ្វីដែលខ្ញុំគួរធ្វើហ្នឹងខ្ញុំធ្វើរួចហើយបើទោះជាខ្ញុំពិបាកចិត្តយំសោកទៅក៏អត់ដឹងដែរក៏អត់ដឹងទេអញ្ចឹងជូនយោបល់ចេះថាពេលណាយើងនឹកឃើញគាត់ខ្ញុំឧទ្ទិសបុណ្យជូនបងណាបងទទួលបុណ្យពីខ្ញុំហើយសូមឲ្យបានសុខចុះពេលនឹកឃើញប៉ាក៏ណាសូមជូនបុណ្យប៉ាសូមឲ្យប៉ាបានសុខរួចផុតពីទុក្ខជំនួសដោយការសោកសៅយើងខាត់មិនបានទេចិត្តជាពុទ្ធជននឹងវាតែងតែមានដីសំណោះសំណោប៉ុន្តែថាយើងពយល់ប្រាប់ខ្លួនឯងដែរថាពុទ្ធបានសម្ដែងថាការយំសោកនឹងគាត់បានដឹងគាត់ទទួលផលពីយើងអត់បានអញ្ចឹងយើងមានតែធ្វើតក្កណានុប្រទានបច្ច័យ4ឧទាហរណ៍បាយទឹកសម្ពុតខោអាវទីសេនាសនៈបើមានលទ្ធភាពណាហើយបើលទ្ធភាពបណ្ណាជាឆាត់ជាស្បែកជើងជាឈើច្រត់ជាស្អីដែលអាចប្រសង់ប្រើប្រាស់មិនថាតែប្រសង់ទេសូម្បីតែជាសម្បត្តិសាធារណៈជាប្រយោជន៍រួមក៏បានដែរហើយនឹងថ្នាំកែរោគបច្ច័យសម្រាប់ព្យាបាលប្រសង់អញ្ចឹងទៅអញ្ចឹងយើងឧទ្ទិសនៅខ្ញុំបានធ្វើចង្ហាន់ប្រគេនប្រសង់អ្នកមានសិលខ្ញុំបានប្រគេនសម្ពុតខោអាវទិញខោអាវជូនតាយាយអញ្ចឹងណាខ្ញុំបានធ្វើកន្លែងស្នាក់អាស្រ័យកញ្ចុះស្បែកជើងឈើច្រត់ឆាប់អីចឹងក៏ចូលនៅក្នុងកន្លែងជ្រកដែរហើយបើមានលុយមានកាក់អីធ្វើគាត់ធ្វើសាលាអីធំដុំទៅក៏អាចធ្វើឲ្យយើងចងចាំបានយូរដែរ